ការប្រកួតចាប់ផ្ដើមនៅម៉ោង6 ល្ងាចដែលជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះអង្គរ Tiger ជាមួយនឹងក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Akihiro Kato បាទចាប់ផ្ដើមការប្រកួតថ្ងៃនេះចាប់ផ្ទះឯកសណ្ឋានពណ៌ទឹកក្រូចចំណែកឯក្រុមភ្ញៀវឯកសណ្ឋានពណ៌ខៀវមួយឈុតដូចគ្នាលោកអញ្ញាកណ្ដាលជីសាមឌីផ្លុំកញ្ចែចាប់ផ្ដើមការប្រកួតហើយត្រង់នេះគឺជាការបាក់កាត់របស់កីឡាករទំមករាត្រូវអ្នកចាំទីសាំងហាន់គុនចាបានតែត្រង់នេះដួលខ្លួនបាទទាត់តែទាញដោយចន្ទថាចន្ទិកាអញ្ញាកណ្ដាលផ្ដល់បាល់ពីនៃពេណាល់ទី Mark Echigurita រកបានគ្រាប់បាល់នៅមុខឲ្យក្រុមម្ចាស់ផ្ទះអង្គរ Tiger នេះគឺជាគ្រាប់បាល់ទី19របស់គេនៅក្នុងលីកកំពូលកម្ពុជាសម្រាប់កីឡាករពាក់លេខ9 Mark Echigurita សម្រាប់ត្រង់នេះវិញដែលជាការបញ្ជូនរបស់ Lee Sosia Kader ទប់មួយនឹងទាត់បញ្ចូលទីបានយ៉ាងល្អគ្រាប់បាល់ទី2របស់ក្រុមម្ចាស់ផ្ទះអង្គរ Tiger 2-0ការបញ្ជូនមក Makurita ទាត់បាទត្រង់នេះមិនចំគោលដៅមិនបញ្ជូនឲ្យ Kader នោះទេបន្ទាប់មកទៀតបាទកីឡាករ Matsutani Takara ក៏ទាត់បាទសម្ដៅតែមិនចំគោលដៅ Christian ដូចគ្នាទាត់មិនចំគោលដៅទេសម្រាប់ការបាទប្រជែងគ្នាត្រង់នេះវិញគេមានឱកាសទាត់ជះដោយហាងខុន Makurita ទាត់បញ្ចូលទីគ្រាប់ទី3ឲ្យអង្គរ Tiger យើងមើលការប្រជែងគ្នាត្រង់នេះសុផលលីម៉ង់រៀបរៀងមិនបានទេការទាត់ទៅជះដោយហាងខុនទាត់បញ្ចូលទីបានសម្រាប់គ្រាប់បាល់ទី20របស់ Mark Echigurita និងជាគ្រាប់បាល់ទី2នៅក្នុងការប្រកួតនេះម្ចាស់ផ្ទះនៅមុខ3-0ដល់គួរឲ្យភ្ញាក់ផ្អើលដែលយើងកម្រឃើញបាទនៅក្នុងរដូវកាលនេះមានក្រុមណាដែលអាចនាំមុខប្រកាន់រាជស្វាយរៀងដល់ទៅ3គ្រាប់នោះទេ Makurita មានឱកាសទាត់ក៏ដូចជាកីឡាករ Aranda Facundo បាទมันខុសគ្នាទេមានឱកាសច្រើនរៀងខ្លួនចូលដល់វគ្គទី2បាទមានការផ្លាស់ប្ដូរកីឡាករពិសេសពេលប្រាខ្វាមេនិង Patrick Robson ចូលបូករួមជាមួយនឹងមិនរតនៈផងដែរគ្រាប់បាល់ដំបូងរបស់បាទពេលប្រាខ្វាមេគឺជាការទាត់ពីលើដំបូលទូកបាទអ្នកចាំទីម៉ាទីនរ៉ាហ្សាខឹងខ្លាំងមែនតើបាទបិទបាទ clean sheet យូរហើយតែមករបូតគ្រាប់បាល់ពីចម្ងាយបែបនេះបន្តមកទៀតគ្រីយ៉ាជាអ្នកបញ្ជូន Patrick Robson តែបញ្ចូលទីបានសម្រេចគ្រាប់បាល់ទី2នឹងជាគ្រាប់បាល់ទី2របស់ប្រកាន់រាជស្វាយរៀងផងដែរតាមពីក្រោយ2-3មិនទាន់អស់ទេក៏មានការបាទទាត់មិនចំបាល់ដោយចន្ទធាសល់ Patrick Robson ជាអ្នកបញ្ចប់ទីបានសម្រេចគ្រាប់តាមស្មើ3-3ឲ្យព្រះខ័នរាជស្វាយរៀងបាទត្រង់នេះការលេងមួយប៉ះមកឲ្យពេប្រាខ្វាមេសង្គ្រោះបានដោយ Tin Raza បាទចំណែកត្រង់នេះវិញជាការបញ្ជូនបាល់ឆ្ងាយមកបាទអត់បាទឃ្លៀបាល់ចោលដោយសឿយវិសាលធ្វើឲ្យបាទកីឡាករ Makurita បាទទាញបានមើលឃើញបញ្ជូនមកHanti Pen បញ្ចូលទីបានសម្រេចបាទគ្រាប់បាល់ជ័យជំនះតែម្ដងនៅនាទីទី90+7ទៅហើយគឺចុងការប្រកួតនាទីចុងក្រោយបង្អស់តែម្ដង4-3គ្រាប់បាល់បញ្ចូលទីរបស់ Hanti នឹងជាគ្រាប់បាល់ជ័យជំនះដែលជួយឲ្យអង្គរ Tiger ឡើងទៅឈរលេខ2នៅក្នុងតារាងចំណាត់ថ្នាក់លីកកំពូលកម្ពុជា